កីឡាករធ្វើដំណើរទៅកាន់សងវារបស់យើងបាទលោកស្រីនៅនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីការប្រកួតរបស់យើងបានចូលមកដល់គូឯកទី5ក្រោយពីបទសម្ភាសន៍បានបញ្ចប់ទៅកីឡាករគូឯកផនសុផនធុនសុផនមានអាយុ27ឆ្នាំទម្ងន់63គីឡូក្រាមកន្លះមានកម្ពស់ 1m63 ទីលំនៅបច្ចុប្បន្ននៅទួលអំពិលឃុំស្រឡៅស្រុកបាធាយខេត្តកំពង់ធំប្រវត្តិប្រកួតរបស់ធុនសុផនបង្គោលក្រហមធ្លាប់បានប្រកួតចំនួន100ដងឈ្នះ66ដងចាញ់25ដងស្មើ9ដងដួលគូប្រកួតឲ្យសន្លប់បានចំនួន9ដងដួលគូប្រកួតឲ្យសន្លប់បានចំនួន27ដងប្រកួតចុងក្រោយជាមួយកីឡាករជ័យស៊ីណេតលទ្ធផលប្រកួតមិនត្រូវលក្ខណៈបច្ចេកទេសខុសប្រក្រតីហើយពេលនោះត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់នៅក្នុងការប្រកួតថ្ងៃនេះឡើងមកប្រកួតថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខណ៍បទសីមាគ្រូបងគឺលោកគ្រូរេស្តូផែនមកពីក្លឹបយុវជនខេត្តកណ្ដាលប្រវត្តិប្រកួតសង្ខេបរបស់កីឡាករខឹមពេជ្រចិន្តាមានអាយុ21ឆ្នាំទម្ងន់63គីឡូក្រាមកន្លះកម្ពស់ 1m65 ទីលំនៅបច្ចុប្បន្ននៅភូមិរំដួលក្រុងស្វាយរៀងខេត្តស្វាយរៀងហើយធ្លាប់បានប្រកួតចំនួន98ដងឈ្នះ58ដងចាញ់35ដងស្មើ5ដងដួលគូប្រកួតឲ្យសន្លប់បាន9ដងកូនសិស្សរបស់លោកអែមច័ន្ទសុផលមកពីក្លឹបបូរីនាគរាជចាឥឡូវនេះលោកអាជ្ញាកណ្ដាលកំពុងតែណែនាំពីបទបញ្ជានៃការប្រកួតដល់កីឡាករទាំងពីរទី1ហាមបោកទី2ដួលហាមថែមទី3ហាមវាយប្រដាប់ការពារទី4ហាមវាយពុះកែងពីលើលលាក្បាលទី5ហាមវាយពីក្រោយកញ្ចឹងកនិងទី6ហាមវាយតោងខ្សែសេវៀនប្រកួតហើយនៅពេលដែលលោកអាជ្ញាកណ្ដាលបញ្ជាឲ្យឈប់ឬក៏ស្នូជួងបានបន្លឺឡើងកីឡាករទាំងពីរត្រូវតែបញ្ឈប់ជាបន្ទាន់នេះគឺជាបទបញ្ជានៃការប្រកួតបាទលោកស្រីនៅញ្ញាជាទីមេត្រីបានបាញ់វិញចាក្រមត្រៀមឃើញហើយបានត្រៀមប្រកួតរង្វាន់កីឡាករទាំងពីរជនប្រទេសដេប៉ូសូមបញ្ជាក់ថ្មីថាសូមបញ្ជាក់ជាថ្មីថាសម្រាប់សំណាងសម្រាប់ដេប៉ូចែកចាយលោកអ្នកជាស៊ីម៉ងអូតចាប់ពី600តឡើងទៅនឹងទទួលបានឆ្នោតមួយសន្លឹកនៅមានការឈ្នះរង្វាន់ធំមហារង្វាន់ពីស៊ីម៉ងអូតសរុបរួមមានបានបញ្ចូលតម្លៃ$10000មួយរង្វាន់បានបញ្ចូលតម្លៃ$3000 4រង្វាន់បានបញ្ចូលតម្លៃ$1000 10រង្វាន់សម្រាប់ការចាប់មហារង្វាន់ពីស៊ីម៉ងអូតបាននេះប្រព្រឹត្តទៅនៅថ្ងៃទី12មករា2019ខាងមុខនេះហើយសូមរួមរំធ្វើការផ្ញើតម្លៃឆ្នោតមកសាងសំណាងមកសងសំណាងពីមហារង្វាន់ស៊ីម៉ងអូតទាំងអស់គ្នាស៊ីម៉ងអូតគុណភាពចំណាត់ថ្នាក់លេខ1អរគុណដល់ជីបម៉ុងខងគ្រីតជាក្រុមហ៊ុនបេតុងលេខស្រែកដែលមានទីតាំងនៅភ្នំពេញនិងក្រុងបរសេនុជីបម៉ុងខងគ្រីតកសាងទំនុកចិត្តនិងគុណភាពសេវាកម្មបរិមាណនិងបច្ចេកវិទ្យាភាពរឹងមាំគឺជាទំនុកចិត្តរបស់លោកអ្នកដំណើរការប្រកួតបន្តគុណសុភ័ណ្ឌ100ប្រកួតឈ្នះ66ចាញ់25ស្មើ9ផ្ដួលគូប្រកួតឲ្យសន្លប់បាន9ដងអូសលោករេសុផែននៃក្លឹបយុវកីឡាខេត្តកណ្ដាលខឹមពេជ្រចិន្តា98ប្រកួតបើចាញ់គ្នាតែ2ប្រកួតទេខឹមពេជ្រចិន្តាប្រកួតតិចជាង2ប្រកួតនៅដំណើរការប្រកួត
ទៀតសំបីចន្ទាការសំបីប្រកួតឈ្នះ58ចាញ់35ស្មើ5លោកគូគួរសន្លប់បាន5ដង9ដងសំទុកបងសិនលោកអែមច័ន្ទរផលនៅក្លឹបបរិយរាជនាយបរិយនាគរាជកំពៃចន្ទានេះគឺអ្នកស្វាយរៀងនៅក្រុងស្វាយរៀងដែនដងនៅសង្កាត់ឆកឯភុនសុភ័ណ្ឌអ្នកបារាយកំពង់ធំទស្សនាការប្រកួតទៅលើចូលទាត់ខ្លាំងៗដូចគ្នាកំពុងចន្ទាទាត់មកទំហឹងបន្ថែមទៀតគុណសុភ័ណ្ឌគេនិយាយថាគេចាញ់កំពុងចន្ទាពីប្រកួតហើយអីអើយយ៉ាងម៉េចខ្លាំងស្នាការប្រកួតបន្តទៀតមកចូលទស្សនាការប្រកួតបន្តសម្រាប់កីឡាករទាំងពីរ1-2បន្តទៀតចលោទាត់ប្រើកណ្ដាប់ដៃចូលបន្តតជើងក្រោមមួយជើងទៀតចាប់ទឹកទី1គូទី5ដែលជាគូឯកទឹកទី2បាទឥឡូវនេះទស្សនាទឹកទី2បន្តទៀតតាមទេសនាគូឯកទី5របស់យើងនៅក្នុងទឹកទី2ជាបន្តទៀតរវាងខំពេជ្រដានិងភុនសុភ័ណ្ឌបង្ហូរក្រហមខំពេជ្រដាត្រូវបានឈ្នះភុនសុភ័ណ្ឌចំនួន2លើករួចមកហើយនេះគឺជាលើកទី3ហើយដែលភុនសុភ័ណ្ឌត្រូវតែបដិញ្ញាចិត្តថាយកឈ្នះខំពេជ្រដាម្ដងទៀតបាទភុនសុភ័ណ្ឌប្រើរន្ទះជើងរំជួយដៃរបស់គេឆ្វេងស្ដាំបាទកម្ពុជាកពោប៉ុនគ្នាល្អណាស់បាទភុនសុភ័ណ្ឌមានក្លឹបទៅយុវជនកីឡាខេត្តកណ្ដាលរីឯខំពេជ្រដាគឺក្លឹបបូរីនាគរាជបាទអណ្ដាប់ដៃរបស់ភុនសុភ័ណ្ឌតត់ឆ្វេងមួយជើងទៀតបាទសុភ័ណ្ឌដើរចូលជើងរបស់ភុនពេជ្រដាសុភ័ណ្ឌតត់ឆ្វេងសងខំពេជ្រដាតត់ស្ដាំខ្លាំងសុភ័ណ្ឌបាំងជាប់ប្រមាញ់មិញណាដល់ក្បាលពោះម្ដាយឆ្វេងតត់សងមកវិញស្ដាំតត់សងមកស្ដាំទៀតបាទយ៉ាងម៉េចទៅហើយបាទមិនតនអីឡើយទេដើរចូលរបស់សុភ័ណ្ឌទូចូលអាយ៉ាក្រៀកមួយកណ្ដាប់ដៃក្រោមទូចូលឡើងជង្គង់បាទចលោស្ដាំច្រត់ដៃស្អីមួយចាប់អោបក្រៀកឡើងជង្គង់ដួលទៅណាអាយយអាញាកណ្ដាលបំបីតាន់ដាប់ដៃរបស់ភុនសុភ័ណ្ឌបាទដាប់ដៃរបស់ពេជ្រដាបាំងជាប់សុភ័ណ្ឌបាំងគាត់ក្រោមមួយជើងដាប់ដៃរបស់សុភ័ណ្ឌបាទដាប់ដៃរបស់សុភ័ណ្ឌពេជ្រដាសងអូយសេដាថ្វាយផ្កាព្រះរៀមល្អណាស់បាទសុភ័ណ្ឌអំនេះប្រើអំសេដាថ្វាយផ្កាព្រះរៀមបាទក្រោមមួយជើងតិចលោកអញ្ញាកណ្ដាលបំបីចាប់អោបដៃគ្រាបាទហានបានតស្ពីនអំបញ្ញវិញបាទគូឯកទី5ទឹកទី3បាទឥឡូវនេះទស្សនាទឹកទី3រវាងកីឡាករ
ខំបៃចិនដាជាមួយនឹងកីឡាករភុនសុភ័ណ្ឌក្រហមខំបៃចិនដាខៀវថ្ងៃនេះជាការប្រកួតលើកទី101របស់ភុនសុភ័ណ្ឌហើយនឹងជាការប្រកួតលើកទី99របស់ខំបៃចិនដាគាត់ជើងក្រោមខំបៃចិនដាយ៉ាងម៉េចដើរចូលភុនសុភ័ណ្ឌធ្លាប់ចាញ់ខំបៃចិនដា2 ដងគាត់ជើងក្រោមមួយទៀតយ៉ាងម៉េចហើយដួលដូចគ្នាសម្រាប់កីឡាករទាំងពីរដំណើរការប្រកួតបន្តទៀតចាប់អោបដងខ្លួនយកជង្គង់ទប់ញ៉ាកីឡាករដើរចូលរុញផ្ដួលមួយតែមិនបានល្អអាយប្រើជង្គង់មួយទៀតដើរចូលអោប្រើជង្គង់ខ្លាំងរបស់ខំបៃចិនដាឲ្យជង្គង់មួយទៀតជង្គង់ជាប់រហូតសម្រាប់កីឡាករមកគេតតសទៅវិញរបស់ភុនសុភ័ណ្ឌអត់អីទេនៅតែដើរចូលមួយទៅដែរដួលបាត់ទៅហើយសម្រាប់ភុនសុភ័ណ្ឌយ៉ាងម៉េចអញ្ញាកណ្ដាលរាប់ទេអត់ទាន់រាប់ទេអូយសើមួយដៃខ្លាំង63គីឡូក្រាមកន្លះកីឡាករទាំង